ពីបោចនាជាតិសាសនាព្រះមហាក្សត្រត្រូវសរសេរជាអក្សរឆ្លាក់មូលនៅពីក្រោមឈ្មោះប្រទេសដោយប្រើទំហំអក្សរតូចជាងទំហំអក្សរឈ្មោះប្រទេសមួយលេខ3រូបសញ្ញាគឺជារូបសញ្ញាជាផ្លូវការរបស់រដ្ឋបាលក្រុងស្រុករូបសញ្ញាត្រូវដាក់នៅចំកណ្ដាលរឹមខាងលើនៃទំព័រហើយត្រូវដាក់នៅទន្ទឹមនឹងរដ្ឋបាលក្រុងស្រុកដោយមិនឲ្យខ្ពស់ជាងឈ្មោះខេត្តឡើយ4ប្រភពគឺជាឈ្មោះរដ្ឋបាលដែលចេញដីកាប្រភពត្រូវសរសេរនៅរឹមទំព័រខាងឆ្វេងក្រោមបោចនាមួយបន្ទាត់5លេខនិងអក្សរកាត់លេខរបស់ដីកាត្រូវសរសេរជាលេខខ្មែរមាន3ខ្ទង់ដោយចាប់ផ្ដើមពីលេខ001ហើយភ្ជាប់ជាមួយនឹងឆ្នាំនៃការចេញដីកាយកលេខ2ខ្ទង់ចុងក្រោយនៃឆ្នាំនិងអក្សរកាត់នៃដីកាលេខដីកាត្រូវចុះតាមឆ្នាំនីមួយអក្សរកាត់របស់ដីកានេះគឺដកបកមានន័យថាបង្កើតផ្នែកមូលបទផ្នែកមូលបទរួមមាន6ចំណងជើង7អង្គភាពចេញដីកា8យោងនិង9សម្រេច6ចំណងជើងត្រូវសរសេរតាមលំដាប់លំដោយដូចចុះទៅដីកាត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័ររំលងមួយបន្ទាត់ពីក្រោមលេខដោយប្រើទំហំអក្សរធំជាងទំហំអក្សរអត្ថបទ2លេខស្ដីពីត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័រពីក្រោមពាក្យដីកាដោយប្រើទំហំអក្សរធំជាងទំហំអក្សរអត្ថបទ1លេខតូចជាងពាក្យដីកា1លេខចំណងជើងនៃដីកាត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័រពីក្រោមពាក្យស្ដីពីដោយប្រើទំហំអក្សរធំជាងទំហំអក្សរអត្ថបទ1លេខទំហំអក្សរស្មើនឹងពាក្យស្ដីពី7អង្គភាពចេញដីកាត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័ររំលងមួយបន្ទាត់ពីក្រោមចំណងជើងនៃដីកាដោយប្រើទំហំអក្សរស្មើនឹងទំហំអក្សរអត្ថបទតូចជាងចំណងជើងនៃដីកា1លេខអង្គភាពចេញដីកាត្រូវសរសេរថាក្រុមប្រឹក្សាក្រុងស្រុកឈ្មោះរដ្ឋបាលចំពោះដីកាដែលចុះហត្ថលេខាដោយប្រធានក្រុមប្រឹក្សាក្រុងស្រុក8យោងគឺជាឯកសារកិត្តិយសនានាដែលជាមូលដ្ឋាននៃការចេញដីកាយោងត្រូវសរសេរនៅរឹមខាងឆ្វេងរំលងមួយបន្ទាត់ពីក្រោមអង្គភាពចេញដីកាដោយចាប់ផ្ដើមពាក្យថាបានឃើញនៅពីមុខឯកសារយោងដាក់តាមឋានានុក្រមនៃលិខិតប្រធានកិត្តិយសជាគោលការណ៍ឯកសារយោងត្រូវមានឋានានុក្រមខ្ពស់ជាងឬស្មើនឹងដីកាដែលត្រូវដាក់ចេញនៅចុងក្រោយគេនៃយោងត្រូវសរសេរដូចខាងក្រោមបានទទួលការអនុម័តនៅក្នុងសម័យប្រជុំនាថ្ងៃទីឆ្នាំលើកទីរបស់ក្រុមប្រឹក្សា9សម្រាប់ត្រូវសរសេរជាអក្សរឆ្លាក់មូលនៅចំកណ្ដាលទំព័រពីក្រោមយោងដោយប្រើហាំអក្សរធំជាងទំហំអក្សរអត្ថបទ1លេខកែផ្នែកខ្លឹមសារ10ខ្លឹមសារជាទូទៅដីកាលុបចោលមានតែ2ប្រការប៉ុណ្ណោះខ្លឹមសារត្រូវប្រើទំហំអក្សរ11ឬ12នៃពុម្ពអក្សរ Unicode ហើយត្រូវតាក់តែងដូចខាងក្រោមប្រការ1ត្រូវរៀបរាប់អំពីប្រការទាំងឡាយដែលត្រូវលុបចោលឬរៀបរាប់អំពីចំណងជើងដីកាដែលត្រូវលុបចោលប្រការ2ត្រូវចែងអំពីអ្នកដែលត្រូវទទួលបន្ទុកអនុវត្តដីកាកែសម្រួលនេះចាប់ពីថ្ងៃចុះហត្ថលេខាទៅផ្នែកបញ្ចប់រួមមាន11ទីកន្លែងនិងការបរិច្ឆេទ12មុខតំណែងហត្ថលេខី13ហត្ថលេខា14ត្រា15ឈ្មោះហត្ថលេខីនិង16កន្លែងទទួល11ទីកន្លែងនិងការបរិច្ឆេទគឺជាឈ្មោះទីកន្លែងនិងថ្ងៃខែឆ្នាំនៃការចេញដីកាហើយត្រូវសរសេរនៅរឹមខាងស្ដាំនៃទំព័រពីក្រោមបន្ទាត់ចុងក្រោយនៃប្រការចុងក្រោយច័ន្ទកុដនៅបន្ទាត់ទី1និងសូរ្យយក្សចុះបន្ទាត់នៅជួរទី2ឲ្យស្មើជួរបន្ទាត់ទី1 12មុខតំណែងហត្ថលេខីគឺជាឈ្មោះមុខតំណែងរបស់អ្នកដែលត្រូវចុះហត្ថលេខាលើដីកាហើយត្រូវសរសេរជាអក្សរឆ្លាក់មូលនៅប៉ែកខាងស្ដាំនៃទំព័រខាងក្រោមទីកន្លែងនិងការបរិច្ឆេទ13ហត្ថលេខាហត្ថលេខីត្រូវចុះហត្ថលេខារបស់ខ្លួននៅចំកណ្ដាលនិងពីក្រោមមុខតំណែងហត្ថលេខីអ្នករៀបចំដីកាត្រូវទុកចន្លោះសមល្មមសម្រាប់ចុះហត្ថលេខា14ត្រាគឺជាត្រាផ្លូវការរបស់រដ្ឋបាលក្រុងស្រុកត្រាត្រូវបោះនៅផ្នែកខាងឆ្វេងជាន់ពីលើហត្ថលេខាប្រហែល1/3ត្រាមិនត្រូវបោះជាន់ពីលើហត្ថលេខាទាំងស្រុងឡើយ15ឈ្មោះហត្ថលេខីគឺជាឈ្មោះជាផ្លូវការរបស់អ្នកចុះហត្ថលេខាហើយត្រូវសរសេរឈ្មោះឬបោះត្រាឈ្មោះនៅខាងក្រោមហត្ថលេខាជាងខាងស្ដាំដោយមិនត្រូវឲ្យជាន់លើត្រារបស់រដ្ឋបាលឡើយ16កន្លែងទទួលគឺជាឈ្មោះអង្គភាពនានាដែលត្រូវទទួលដីកាដើម្បីជូនជ្រាបនិងប្រការចុងក្រោយនៃដីកាដែលទទួលខុសត្រូវអនុវត្តដីកាកន្លែងទទួលត្រូវប្រើទំហំអក្សរតូចជាងទំហំអក្សរអត្ថបទចំនួន2លេខហើយត្រូវសរសេរនៅរឹមទំព័រខាងឆ្វេងខាងក្រោមមុខតំណែងហត្ថលេខីមួយបន្ទាត់ចុងក្រោយគេនៃកន្លែងទទួលគឺត្រូវសរសេរថាឯកសារកាបវត្ត 4.1 ពីដីកាដែលមានលក្ខណៈជាឯកភូតដីកាដែលមានលក្ខណៈជាឯកភូតគឺជាដីកាដែលសំដៅចំឈ្មោះបុគ្គលឬជាដីកាដែលតាក់ទងនឹងការសម្រេចនានារបស់រដ្ឋបាលក្រុងស្រុកក្នុងការគ្រប់គ្រងបុគ្គលិករបស់ខ្លួនជាអតិថិការតាំងសុបក្នុងគ្រប់ខណ្ឌការតែងតាំងការដំឡើងថ្នាក់ឋានន្តរស័ក្តិការផ្ទេរការផ្លាស់ប្ដូរឬការបញ្ចប់ភារកិច្ចការដាក់ឲ្យនៅក្រៅគ្រប់ខណ្ឌដើមការដាក់ឲ្យស្ថិតក្នុងភាពទំនេរគ្មានវិវត្តការផ្អាកការងារដោយផ្អាកវិវត្តការដាក់ឲ្យចូលនិវត្តន៍
ការដាក់ឲ្យបាត់បង់សម្បត្តិវិជ្ជាជីវៈជាដើមដីកាដែលមានលក្ខណៈជាឯកភូតត្រូវអនុម័តដោយក្រុមប្រឹក្សាឬដោយគណៈអភិបាលរកតាមសិទ្ធិអំណាចដែលបានកំណត់និងចុះហត្ថលេខាដោយអភិបាលហៅកាត់ថាដីកាឯកភូតការរៀបចំនិងការអនុម័តដីកាឯកភូតត្រូវអនុវត្តនីតិវិធីដែលមានចែងនៅក្នុងលិខិតបទដ្ឋានកិត្តិយសជាធរមានពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ 4.2 សេចក្តីសម្រេច 4.2 និយមន័យសេចក្តីសម្រេចគឺជាលិខិតបទដ្ឋានកិត្តិយសដែលចេញដោយរដ្ឋបាលក្រុងស្រុកដោយផ្អែកលើមូលដ្ឋានច្បាប់លិខិតបទដ្ឋានកិត្តិយសថ្នាក់ជាតិដីការបស់ក្រុមប្រឹក្សាតម្រូវការរបស់មូលដ្ឋានក្នុងការសម្រេចកិច្ចការរបស់រដ្ឋបាលក្រុងស្រុកការដាក់ចេញសេចក្តីសម្រេចដើម្បីអនុវត្តខ្លឹមសាររបស់ដីកានិងលិខិតបទដ្ឋានកិត្តិយសរបស់ថ្នាក់ជាតិណែនាំអនុវត្តកិច្ចការណាមួយដែលស្ថិតក្នុងសិទ្ធិអំណាចនិងសមត្ថកិច្ចរបស់រដ្ឋបាលក្រុងស្រុកបង្កើតឡើងនៅគណៈកម្មាធិការអនុគណៈកម្មាធិការគណៈកម្មការនិងក្រុមការងារនានារបស់រដ្ឋបាលក្រុងស្រុក